ឥឡូវនេះយើងមកនិយាយពីក្លឹបបាល់ទាត់ Arsenal ម្ដងនៅសប្តាហ៍ទី31ប៉ះជាមួយនឹង Wolves ឥឡូវនេះលទ្ធផលបានត្រឹមតែ2ស្មើតែប៉ុណ្ណោះហើយបើគិតនៅក្នុងលទ្ធផលបន្ទុកតារាងវិញគឺមាន58បន្ទុកហើយឈរលំដាប់លេខរៀងទី1ប៉ុន្តែអ្នកគ្រប់គ្រងក្តីទាំងអ្នកទស្សនាក្តីហ្នឹងសង្ឃឹមថានឹងអាចឈរនឹងរហូតទៅហើយនឹងលើកពាន Premier League ជាលើកទី1ក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយដែរបើយើងសង្កេតមើលទៅគឺកំភ្លើងធំ Arsenal ប្រហែលឆ្នាំចុងក្រោយ3ឆ្នាំ4ឆ្នាំចុងក្រោយនេះឈរនៅលេខរៀងទី2រហូតបន្ទាប់ពី Manchester City មកតែឆ្នាំនេះទាំងអ្នកគ្រប់គ្រងក្តីទាំងអ្នកទស្សនាក្តីរំពឹងថានឹងទទួលបានលទ្ធផលល្អប៉ុន្តែយ៉ាងណាក្តីយប់មិញនេះគឺកំភ្លើងធំ Arsenal គឺធ្វើមិនបានល្អទេហើយចំណែកគ្រូបង្វឹកគាត់បានរិះគន់ខ្លួនឯងដែរថាយើងខកចិត្តមែនទែនជាមួយនឹងលទ្ធផលបែបនេះយ៉ាងណាមិញនេះគឺគាត់មិនខ្វល់អីច្រើនទេសំខាន់គឺទៅប៉ះជាមួយនឹង Tottenham Hotspur នៅថ្ងៃអាទិត្យនេះគាត់នឹងផ្ដោតបើសិនបើធ្វើមិនបានល្អទេគឺលទ្ធផលប្រយាប់ហើយនេះគឺសម្រាប់កំភ្លើងធំ Arsenal បើសិនជាធ្វើមិនបានល្អទេអាហ្នឹងគឺទៅតាមរឿងរបស់គាត់ហើយ